បើសិនខ្ញុំមានប្រពន្ធញាតិយកមកគិតផ្សេងហើយអីទៀតគេមានប្រពន្ធអីតែកុំគិតខ្ញុំកុំគិតថាខ្ញុំមិនទៅរឿងខ្ញុំកុំគិតខ្ញុំតែខ្ញុំផ្ដាំថាខ្ញុំមិនក៏មិនទៅកុំគិតខ្ញុំតែគិតកូនចៅខ្ញុំពុកប្រសងនេះតែព្រោះមិនមែនជាប្រយោជន៍របស់ខ្ញុំទេជាប្រយោជន៍របស់សង្គមជាតិយើងណាចុះឥឡូវខ្ញុំមួយឆ្នាំខ្ញុំទទួលបាន300ជាងនេះហើយអត់ជាអសរតែប្រុសទាំងអស់ហើយខ្ញុំ13ឆ្នាំខ្ញុំទទួលបាន4677នេះពួកគាត់ទាំងអស់សិតអត់ជាអសរពួកគាត់អត់ជាអសរបើមិនបានមកកន្លែងខ្ញុំហើយមិនបានមកប្រុសបណ្ដាមិនបានមកពោះនឹងទៅជាអីខាងនេះសម័យហើយសិស្សសសរទ្រូងណាសិស្សមនុស្សប្រុសខ្ញុំគិតថាឥឡូវនេះលោកគ្រូដោយសារថាវត្តរៀងខ្មែរនេះរាល់ថ្ងៃកូននេនច្រើនដល់ពេលឥឡូវ7500អង្គហើយលោកគ្រូអត់នៅទៀតមើលទៅអាចត្រូវខ្ញុំសង្ឃឹមថាអត់មានខ្ញុំជាប្រសង់ហើយព្រះអង្គនៅទីនេះនឹងអាចជំនួសការងារខ្ញុំហើយខ្ញុំក៏នៅតែចេញចូលទីនេះជាកន្លែងដែលខ្ញុំអ្នកបង្កើតឡើងជាកន្លែងដែលខ្ញុំអ្នកចាប់ផ្ដើមអញ្ចឹងខ្ញុំមិនអាចទៅចោលកន្លែងនេះហើយណាមួយចិត្តខ្ញុំមិនដាច់ផងពុទ្ធបរិស័ទមិនអាចឲ្យកូនព្រះអត់ចហាន់ឆាន់ទេខ្ញុំជឿជាក់ចឹងថាពុទ្ធបរិស័ទមកប្រាសាទរៀងខ្មែរហើយនឹងវត្តបណ្ដាវត្តផ្សេងៗច្រើនព្រោះរាល់ថ្ងៃឃើញបណ្ដាវត្តផ្សេងៗក៏ទទួលកូននេនច្រើនដែរថាវត្តរៀងខ្មែរច្រើនជាងទេតែកូននេនដែលនៅវត្តរៀងខ្មែរវាច្រើនសិតតែកំព្រាឬមួយក៏ខ្វះខាតឬមួយក៏មិនលោកគ្រូកំព្រាប្រហែលជា90%កំព្រា90%មួយទៀតប្រពន្ធមានប្តីថ្មីកូនអត់អាចនៅជាមួយបានប្តីមានប្រពន្ធថ្មីកូនអត់អាចនៅជាមួយបានយកផ្ញើយាយហើយយាយអត់មានចំកាត់មានយកផ្ញើលោកតែចឹងឯងរត់ឆ្នាំនៅលោកនេះបានទុកធ្ងន់មិនដែរធ្ងន់យូរហើយបានជាខ្ញុំសឹកដោយសារខ្ញុំសុំជីវិតខ្លួនខ្ញុំខ្លះព្រោះខ្ញុំរស់ធ្ងន់យូរហើយកណាសុំសម្រាប់ខ្លួនបន្តិចបាទហ្នឹងហើយមិនមានបំណងអីទៅចោលកន្លែងហ្នឹងទេខ្ញុំជាប្រសក់តែនៅតែខ្ញុំមកកន្លែងនេះទៅដែរទេមិនមែនជាប្រយោជន៍របស់ខ្ញុំទេជាប្រយោជន៍របស់សង្គមជាតិយើងណាចុះឥឡូវខ្ញុំមួយឆ្នាំខ្ញុំទទួលបាន300ជាងនេះហើយអត់ជាអសរតែប្រុសទាំងអស់ហើយខ្ញុំ13ឆ្នាំខ្ញុំទទួលបាន4677នេះពួកគាត់ទាំងអស់សិតអត់ជាអសរពួកគាត់អត់ជាអសរបើមិនបានមកកន្លែងខ្ញុំហើយមិនបានមកប្រុសបណ្ដាមិនបានមកពោះនឹងទៅជាអីខាងនេះសម័យហើយសិស្សសសរទ្រូងណាសិស្សមនុស្សប្រុសណាអញ្ចឹងលោកគ្រូខនេះគឺនៅយ៉ាប់កណានៅចុកវត្តហើយខ្ញុំមើលមកមិនលោកគ្រូនិយាយស្មារតីហ្នឹងគ្រូកណានៅកណាបានរៀបចំអង្គនេះបានជាវពីប្រជាកសិករមក70តោនកិនមកបានជាស្រូវ70-80តោនបានជាអង្គ70-80តោនយកមកវត្តប្រាសាទរៀងខ្មែរ5តោនប្រកេលោហើយមានមីទឹកត្រីទឹកស្រាវហើយនឹងសភៅបិចជូនកូននេនពួកឯងដឹងថានៅប្រាសាទរៀងខ្មែរទទួលកូននេនច្រើនណាហើយមានអាហារប៉ុនមានស្ករខ្ញុំសូមថ្លែងអរគុណបងស្រីបងដែលបានជាគ្រូទៅដល់ការរស់នៅរបស់សង្គមទីនេះពីខ្ញុំក៏ត្រេកអរនៅអ្វីដែលញោមមិនបានបំភ្លេចនៅកន្លែងនេះណាដូចមិនមែនរស់តែខ្ញុំទេហើយក៏មិនមែនជាប្រយោជន៍ខ្ញុំតែគឺប្រយោជន៍របស់គ្នាជាពិសេសកូនខ្មែរយើងពួកគាត់ដែលអត់ចេះអក្សរអត់មានឪពុកម្ដាយហ្នឹងដូចឃើញបងប្អូនមួយស្លៀកពាក់អាវសកោទាំងអស់ហ្នឹងសិតតែអ្នកត្រៀមបួសដល់ទៅ70នាក់អូត្រៀមបួស70នាក់ទៀតប៉ុន្តែរាល់ថ្ងៃប្រាសាទរៀងខ្មែរដូចជាកូននេនច្រើនស្រាប់ហើយដូចជាច្រើនតែឥឡូវបានកងស្រាប់អត់បានកង380 380ហើយឥឡូវ70នាក់ទៀតត្រៀម70នាក់ទៀតវាចូលឡើងទៅ500ខ្ញុំនឹងព្រះអង្គពិនវិធីហ្នឹង19ចំនួនហើយបំពោះហើយអត់ដែលឲ្យអាណាព្យាបាលចេញលុយអីទេពួកខ្ញុំអ្នកធ្វើទាំងអស់ចូលបច្ច័យមួយព្រះអង្គហ្នឹង260000បច្ច័យហ្នឹងដែលយើងយកមកហ្នឹងចាត់ចែងសម្រាប់ប្រគេនឧបជាខ្លះប្រគេនព្រះអង្គបំពោះខ្លះហើយយើងសល់បច្ច័យហ្នឹងខ្លះយើងចាត់ចែងក្នុងពិធីបុណ្យហ្នឹងណាបាទជាទូទៅចឹងឯងហើយមិនឲ្យអាណាព្យាបាលចេញស្បង់ពីពោះទេតែគាត់អ្នកក្រដែរលោកគ្រូដោយសារថាវត្តរៀងខ្មែរនេះរាល់ថ្ងៃកូននេនច្រើនដល់ពេលឥឡូវ7500អង្គហើយលោកគ្រូអត់នៅទៀតមើលទៅអាចត្រូវខ្ញុំសង្ឃឹមថាអត់មានខ្ញុំជាប្រសង់ហើយព្រះអង្គនៅទីនេះនឹងអាចជំនួសការងារខ្ញុំហើយខ្ញុំក៏នៅតែចេញចូលទីនេះជាកន្លែងដែលខ្ញុំអ្នកបង្កើតឡើងជាកន្លែងដែលខ្ញុំអ្នកចាប់ផ្ដើមអញ្ចឹងខ្ញុំមិនអាចទៅចោលកន្លែងនេះហើយណាមួយចិត្តខ្ញុំមិនដាច់ផងមុនចាក់ចេញខ្ញុំគិតថាទៅយ៉ាងក្រោយនឹងអាចធ្វើការជំនួសខ្ញុំបានហើយសិតតែមានសមត្ថភាពគ្រប់អង្គគ្រាន់តែគេមិនស្គាល់លោកតែប៉ុណ្្នឹងឯងតែបើចំណេះដឹងលោកមានគ្រប់គ្រាន់បាទមួយទៀតមានគោលគំនិតមួយថាការដែលចិញ្ចឹមកូនព្រះមិនក្រទេពុទ្ធបរិស័ទមិនអាចឲ្យកូនព្រះអត់ចហាន់ឆាន់ទេខ្ញុំជឿជាក់ចឹងថាពុទ្ធបរិស័ទមកប្រាសាទរៀងខ្មែរហើយនឹងវត្តបណ្ដាវត្តផ្សេងៗច្រើនព្រោះរាល់ថ្ងៃឃើញបណ្ដាវត្តផ្សេងៗក៏ទទួលកូននេនច្រើនដែរថាវត្តរៀងខ្មែរច្រើនជាងទេខ្ញុំគិតតាំងពីដើមឡើយមកមុននឹងខ្ញុំចេញពីវត្តបទុមនៅទីនេះខ្ញុំគិតថាចង់ឲ្យមានគ្រប់កន្លែងមិនបានតែខ្ញុំធ្វើកន្លែងខ្ញុំមួយហើយគេឃើញថាខ្ញុំធ្វើទៅរួចធ្វើទៅមានប្រយោជន៍ឲ្យវត្តដតីមេតាធ្វើតាមទៅដើម្បីជួយសម្រាប់បន្ទុកគ្នាថ្មីត្បិតថាយើងចំណាយប្រាក់ច្រើនមែនមួយខែមិនក្រោម$10000ទេអញ្ចឹងច្រើនមែនតែយើងកុំយកច្រើនដូចនាងខ្មៅទៅយក50អង្គអីទៅអាចល្មមមកទុកបានហើយគ្រប់ខេត្តនឹងកាត់បន្ថយក្មេងៗអត់ជាអសរច្រើនយកមកបង្រៀននៅវត្តកន្លែងនេះគឺថ្នាក់មត្តេយ្យឡើង7ថ្នាក់
តែនេះថាអត់ជាអសតទេ នៅវត្តហ្នឹងមានសាលាទេ បាទនោះ សាលាម្ដី តែកូនណែនដែរនៅវត្តយើងខ្មែរភាគច្រើនសុទ្ធតែកំព្រាឬមួយក៏ខ្វះខាតឬមួយក៏មិនគ្រប់ កំព្រាប្រហែលជា 90% វ៉ាកំព្រា 90% មួយទៀតប្រពន្ធមានប្តីថ្មីកូនអត់អាចនៅជាមួយបានប្តីមានប្រពន្ធថ្មីកូនអត់អាចនៅជាមួយបានយកផ្ញើយាយហើយយាយអត់មានចាំកាត់មានយកផ្ញើលោកតែចឹងឯងរត់ឆ្នាំនៅលោកនេះ ចាំ បាទ បន្ទុកធ្ងន់មែនតែន មុនយូរហើយបានជាខ្ញុំសឹកដោយសារខ្ញុំសុំជីវិតខ្លួនខ្ញុំខ្លះពួកខ្ញុំរស់មុនយូរហើយក ណាសុំសម្រាប់ខ្លួនតិច បាទហ្នឹងហើយខ្ញុំធ្លាប់ទេហើយបើខ្ញុំអត់យកប្រពន្ធខ្ញុំសឹកធ្វើអីខ្ញុំធ្លាប់ទេ កណា ខ្ញុំនៅលោក ណា តែខ្ញុំសឹកនេះបានន័យថាខ្ញុំចង់ត្រូវការគ្រួសារ ណា ចង់ត្រូវការជីវិតរបស់ខ្ញុំខ្លះខ្ញុំនៅលោកសង្ឃច្រើនពេកហើយចឹង ចាស់ពេក បាទប៉ុណ្ណឹងហើយខ្ញុំត្រូវការជីវិតប្រសពខ្លះ ណា តែរឿងថ្ងៃណាខ្ញុំមិនដឹងដែរ ណា ចាំមើលបុណ្យកុសលសិនណាបើសិនខ្ញុំមានប្រពន្ធញាតិយកមកគិតស្អីហើយទៅអីទៀតគេមានប្រពន្ធអីតែកុំគិតខ្ញុំកុំគិតថាខ្ញុំមិនទៅរឿងខ្ញុំកុំគិតខ្ញុំតែខ្ញុំផ្ដាំថាខ្ញុំមិនក៏មិនទៅកុំគិតខ្ញុំអីតែគិតកូនចៅខ្ញុំពុកប្រសងនេះតែព្រោះមិនមែនជាប្រយោជន៍របស់ខ្ញុំទេជាប្រយោជន៍របស់សង្គមជាតិយើងណាចុះឥឡូវខ្ញុំមួយឆ្នាំខ្ញុំទទួលបាន300ជាងនេះហើយអត់ជាអសរទៅប្រុសទាំងអស់ហើយខ្ញុំ13ឆ្នាំខ្ញុំទទួលបាន4677នេះពួកគាត់ទាំងអស់សិតអត់ជាអសរពួកគាត់អត់ជាអសរបើមិនបានមកកន្លែងខ្ញុំហើយមិនបានមកប្រុសប្រាំបានមកបួសនឹងទៅជាអីខាងនេះសម័យហើយសិស្សសសរទ្រូងសិស្សមនុស្សប្រុសខ្ញុំគិតថាឥឡូវនេះដែលបានសម្រេចរបស់ខ្ញុំហ្នឹងគឺសិស្ស13ឆ្នាំជាងហ្នឹងខ្លះក៏គេចប់អនុបណ្ឌិតខ្លះក៏គេចប់បញ្ញាបត្រខ្ញុំបងសាលាជាមួយព្រះអង្គភិនបុទីហ្នឹងមួយឆ្នាំក៏ខ្ញុំបងថ្លៃសាលាឲ្យបញ្ញាបត្រតែលោកឡើងនេះទៅ$12080 $12080ក្នុងមួយឆ្នាំដែលខ្ញុំត្រូវបងឲ្យបាទមន្ត្រីសង្ឃគ្រូដែលមកបរៀននេះគឺត្រូវយើងជួយរៀនវិញបានលោកមានកម្លាំងមកបរៀនមកបរៀននៅនេះមានបានប្រាក់ខែណាតែយើងថាឥឡូវមកជួយលោកគ្រូទៅលោកគ្រូបងសាលាឲ្យហើយមានរថយន្តសម្រាប់ជូនទៅតែម៉ោង10គេឡើងទៅអស់ល្ងាចម៉ោង7 8បានមកដល់វត្តទេ កូនណែនបួសតាំងពីក្មេងមកដល់ធំភាគច្រើនពេលរៀនចប់បំរើដូចថាខាងពុទ្ធសាសនាទៀតឬមួយចប់ចេញធ្វើការ សិទ្ធិរបស់គេទេបងយើងមិនខ្វាត់ទេ តែភាគច្រើន ភាគច្រើនសប្តាហ៍នេះវាមានសឹកខ្លះមាននៅលោកខ្លះតែដែលខ្ញុំទទួលបានមកហ្នឹងក៏គេសឹកទៅក៏គេធ្វើការនៅក្រសួងស្ថាប័នខ្លះ បានការងារល្អ ហើយគេនៅណាគេសុខគេសប្បាយយើងគ្រាន់តែផ្ដាំទេថាកូនសិស្សជោគជ័យកូនសិស្សល្អគ្រូសប្បាយចិត្តកូនសិស្សមិនល្អកូនសិស្សមិនជោគជ័យហើយមានរឿងអាស្រូវអីផ្សេងៗគ្រូមិនសប្បាយចិត្តទេព្រោះធ្លាប់ជាកូនសិស្សរបស់លោកគ្រូអញ្ចឹងណានឹងខ្ញុំផ្ដាំអញ្ចឹងឯងហើយមិនមែនជាប្រយោជន៍ខ្ញុំទេណាគឺប្រយោជន៍បើចូលមកបោះយូរប្រយោជន៍សាសនាមានធនធានប្រសង់បើសឹកទៅវិញចេះអសរស្គាល់សិលធម៌ខ្លះអីខ្លះជាប្រយោជន៍របស់ជាតិផងកុំឲ្យ4000ជាងអង្គដែល3 10ឆ្នាំហ្នឹងអត់ចេះអសរចូលទៅជាក្មេងហិតកៅទៅជាបងតូចបងធំឬក៏យ៉ាងណាយ៉ាងណីក៏សង្គមយើងនិយាយនេះគំនិតខ្ញុំអញ្ចឹងឯង បញ្ហាសង្គមជួយគឺប្រទេសជាតិបានច្រើន ចាជាចុងក្រោយនេះគឺក្រុមខាងទីប៉ារីសហ្នឹងក៏មកថ្លែងអំណរគុណតែលោកគ្រូបានជួយក្នុងពុទ្ធសាសនានិងបានជួយដល់កុមារព្រាអីទាំងអស់គ្នាហ្នឹងតែបានជួយចំនួន4000នាក់ហ្នឹងក៏សូមថ្លែងអំណរគុណដល់លោកគ្រូដែលបានជួយគ្រប់បែបយ៉ាងនៅក្នុងសង្គមជាតិនិងផ្នែកពុទ្ធសាសនានិងអង្គហ្នឹងក៏សូមថ្លែងអំណរគុណសូមឲ្យលោកគ្រូនឹងសិក្សាទៅនឹងមានវាសនាល្អ បាទខ្ញុំសុំតែឲ្យសុខភាពខ្ញុំល្អទេ ប៉ុណ្្នឹងឯងថ្លែង ឲ្យវា តែប៉ារីសសុខភាពល្អ បាទ ថាលោកគ្រូសឹកទៅជួយប្រជាជនបានតែច្រើនចិត្តគ្នា បាទអរគុណ